កុំចំណាយពេលពេញមួយជីវិតដើម្បីធ្វើឲ្យខ្លួនឯងដូចអ្នកដទៃឲ្យសោះព្រោះនៅពេលដែលអ្នកព្យាយាមផ្គាប់ចិត្តគេអ្នកអាចនឹងបាត់បង់អត្តសញ្ញាណរបស់ខ្លួនជាមិនខានការរស់ជាខ្លួនឯងមិនមែនមានន័យថាល្អឥតខ្ចោះនោះទេប៉ុន្តែមានន័យថាអ្នកហ៊ានទទួលស្គាល់ថាខ្លួនឯងជានរណាហ៊ានកែលម្អចំណុចខ្វះខាតនិងហ៊ានដើរតាមក្តីស្រមៃរបស់ខ្លួនមនុស្សមិនអាចបំពេញចិត្តអ្នកទាំងអស់គ្នាបានទេដូច្នេះកុំឲ្យសម្លេងរបស់អ្នកដទៃខ្លាំងជាងសម្លេងក្នុងចិត្តរបស់អ្នកចូលរស់ដោយភាពស្មោះត្រង់ជាមួយខ្លួនឯងព្រោះថ្ងៃណាដែលអ្នកស្រឡាញ់និងជឿជាក់លើខ្លួនឯងថ្ងៃនោះជីវិតអ្នកនឹងមានន័យនិងមានសេចក្តីសុខជាងការរស់ក្នុងការរំពឹងរបស់អ្នកដទៃចូលចង់ចាំថាអ្នកមិនចាំបាច់ដូចអ្នកណាទេគ្រាន់តែធ្វើជាខ្លួនឯងឲ្យល្អបំផុតគឺគ្រប់គ្រាន់ហើយ